តិភិបខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជាថៃឲ្យបានឆាប់បំផុតនិងការពីប្រជាពលរដ្ឋស៊ីវិលលោកវ៉ងវិនប៊ីនអគ្គរដ្ឋស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី15ខែធ្នូម្សិលមិញថាអតិភិបខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពីពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនិងអត់ធ្មត់ជាអតិបរមាចាប់ក្រុមវិធានការដើម្បីឈានទៅបទឈប់បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនបើតាមអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិនគឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅការកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទឈប់បាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវ៉ងវិនប៊ីនធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីករាលដាលកាន់តែធំដោយចិនសន្យាថានឹងចូលរួមសម្របសម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិកម្មនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជាថៃបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់បំផុតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកកូចាខេនបាននិយាយថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរាចរណ៍ដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទឈប់បាញ់និងការស្ដារសន្តិភាពរវាងប្រទេសទាំងពីរ